Some bay tai pet go means scam die, clinic Vietnam mùi còn lanh pra tập sân đáy xiên thưa chỉ tục lanh khai, bằng khom oi nẹ chung ngư bằng lôi rộp mơn $1 đâm bay phía bal.នេះគឺជារឿងពិតដែលមិនអាចប្រកែកបានថាការឆោបោកឬ scam មិនមែនមានតែលើប្រព័ន្ធអនឡាញនោះទេប៉ុន្តែសូម្បីតែវិស័យសុខាភិបាលក៏មានពេទ្យ scam ដែរជាក់ស្ដែងនាពេលថ្មីៗនេះអាជ្ញាធរវៀតណាមបានឆ្មក់ចូលបង្ក្រាប clinic ឯកជនមួយកន្លែងក្រោយរកឃើញល្បិចដ៏គួរភ្ញាក់ផ្អើលមួយដែលអាជ្ញាធរវៀតណាមបានអះអាងថាក្រុមគ្រូពេទ្យបានប្រើប្រាស់ទឹកសណ្តែកសៀងដើម្បីចាក់បញ្ចូលទៅក្នុងបង្ហួរនោមរួចបូមចេញមកវិញឲ្យមើលទៅដូចជាខ្ទុះដើម្បីបញ្ឆោតអ្នកជំងឺថាកំពុងមានការឆ្លងមេរោគធ្ងន់ធ្ងរនិងបង្ខំឲ្យទទួលការព្យាបាលដែលមានតម្លៃថ្លៃបើតាមការចុះផ្សាយដោយកាសែតវៀតណាម VN Express កាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2026បានឲ្យដឹងថាប៉ូលីសខេត្តណេអានបានចោទប្រកាន់មនុស្សចំនួន10នាក់ពីបទបោកប្រាស់អតិថិជនបន្ទាប់ពីការស៊ើបអង្កេតលើ Clinic Phong Tham Dakwa E6 ណេអាននៅក្នុងទីក្រុងវិញដែលត្រូវបានចោទប្រកាន់ថាបានរៀបចំប្រព័ន្ធបោកប្រាស់អ្នកជំងឺអស់រយៈពេលជាច្រើនខែមកហើយយោងតាមការស៊ើបអង្កេតបានបង្ហាញថាអ្នកស្រីតាធីនវ៉ាន់អាយុ39ឆ្នាំនិងបពួកបានបង្កើត clinic នេះកាលពីខែកញ្ញាឆ្នាំ2024ដោយជួលអាជ្ញាប័ណ្ណវិជ្ជបណ្ឌិតប្រើបុគ្គលិកដែលគ្មានជំនាញវិទ្យាសាស្ត្រនិងផ្សព្វផ្សាយលើបណ្ដាញសង្គមជាមួយកញ្ចប់ពិនិត្យសុខភាពតម្លៃទាបដើម្បីទាក់ទាញអ្នកជំងឺឲ្យចូលមកពិនិត្យក្រោយពេលអ្នកជំងឺបានមកដល់បុគ្គលិកជាច្រើនអ្នកនឹងសម្ដែងដូចជាកំពុងពិភាក្សាអំពីលទ្ធផលពិនិត្យរួចនិយាយបំភ្លើសថាអ្នកជំងឺប្រឈមនឹងជំងឺធ្ងន់ធ្ងរដូចជាអសមត្ថភាពមានកូនឬមហារីកជាដើមប្រសិនបើមិនព្យាបាលភ្លាមជាងនេះទៅទៀតប៉ូលីសបានអះអាងថាដើម្បីធ្វើឲ្យការកុហកមើលទៅគួរឲ្យជឿ clinic នេះបានប្រើប្រាស់វិធីសាស្ត្រថោកទាបមួយចំនួនដូចជាការចាក់បញ្ចូលទឹកសណ្តែកទៅក្នុងបង្ហួរនោមហើយបូមចេញមកវិញឲ្យមានរូបរាងដូចជាខ្ទុះលាបថ្នាំអាស៊ីក្លូវ៉ាដែលជាគ្រីមព្យាបាលជំងឺរើមទៅលើមាត់ស្បូនដើម្បីឲ្យម៉ាស៊ីន scan បង្ហាញរូបភាពស្រដៀងទៅនឹងការមានខ្ទុះនិងរលាកឬសូម្បីតែការប្រើប្រាស់ឧបករណ៍លោហៈដែលបង្កឲ្យអ្នកជំងឺមានការឈឺចាប់ដើម្បីឲ្យអ្នកជំងឺជឿថាស្ថានភាពជំងឺកំពុងតែធ្ងន់ធ្ងរខ្លាំងហើយការណែនាំឲ្យមានការព្យាបាលភាគច្រើនគឺធ្វើឡើងនៅពេលដែលអ្នកជំងឺកំពុងដេកនៅលើគ្រែពិនិត្យដោយឆ្លៀតប្រើភាពភ័យខ្លាចរបស់អ្នកជំងឺក្រុមគ្រូពេទ្យនេះបានជំរុញឲ្យសម្រេចចិត្តទិញកញ្ចប់ព្យាបាលដែលមានតម្លៃខ្ពស់ភ្លាមប៉ុន្តែផ្ទុយទៅវិញការព្យាបាលជាក់ស្ដែងភាគច្រើនគឺគ្រាន់តែជាការលាងសម្អាតឬនីតិវិធីសាមញ្ញប៉ុណ្ណោះខណៈដែលអ្នកជំងឺខ្លះត្រូវបង់ប្រាក់អស់រាប់សិបលានដុងនៅក្នុងមួយលើកយ៉ាងណាអាជ្ញាធរវៀតណាមបានចោះឆែកឆេរ clinic នេះកាលពីពាក់កណ្ដាលខែកក្កដាដែលបាននាំខ្លួនមនុស្សចំនួន35នាក់ទៅសាកសួរចម្លើយនិងរឹបអូសឯកសារកុំព្យូទ័រនិងឧបករណ៍វិទ្យាសាស្ត្រជាច្រើនករណីនេះកំពុងត្រូវបានពង្រីកការស៊ើបអង្កេតដើម្បីកំណត់ចំនួនជនរងគ្រោះនិងទំហំទឹកប្រាក់ដែលចំណេញខុសច្បាប់ដែលអាជ្ញាធរវៀតណាមបានប៉ាន់ប្រមាណថាមានតម្លៃរាប់សិបពាន់លានដុងគួរឲ្យដឹងថាករណីនេះមិនមែនជាលើកទី1ទេដែលវិស័យសុខាភិបាលឯកជនវៀតណាមរងការចោទប្រកាន់ពីបទបោកប្រាស់អ្នកជំងឺដែលក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះអាជ្ញាធរវៀតណាមបានបង្ក្រាប clinic ឯកជនជាច្រើនកន្លែងនៅក្នុងទីក្រុងហូជីមីងហាណូយនិងដាណាងដែលត្រូវបានចោទប្រកាន់ថាប្រើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងតម្លៃទាបដើម្បីទាក់ទាញអតិថិជនបន្ទាប់មកបំភ័យពួកគេដោយការធ្វើរោគវិនិច្ឆ័យហួសហេតុនិងបង្ខំឲ្យទិញសេវាព្យាបាលថ្លៃជុំវិញបញ្ហានេះដែរអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថាល្បិចបង្កើតលទ្ធផលពិនិត្យคล้ายៗឬបំភ្លឺស្ថានភាពជំងឺមិនមែនត្រឹមតែបណ្ដាលឲ្យអ្នកជំងឺខាតបង់ប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យអ្នកជំងឺទទួលការព្យាបាលដែលមិនចាំបាច់និងប្រឈមនឹងហានិភ័យសុខភាពផងដែរម្យ៉ាងករណីនៅក្នុងខេត្តណេអាននេះត្រូវបានគេជឿជាក់ថាជាករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែការប្រើប្រាស់ទឹកសណ្តែកសៀងធ្វើជាខ្ទុះคล้ายៗដើម្បីបោកប្រាស់អ្នកជំងឺដែលបានធ្វើឲ្យសាធារណជនវៀតណាមផ្ទុះការរិះគន់យ៉ាងខ្លាំង